ជំរាបសួរអ្នកទាំងអស់គ្នាអ្នកខ្ញុំគឺជាក្រុម Butterfly នៃសាលាអនុវិទ្យាល័យខេត្តរមៀតថ្ងៃនេះខ្ញុំចង់មកបង្ហាញពីវិធានបတ်មួយដែលទាក់ទងនឹងសុវត្ថិភាពចំណីអាហារដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់វិធានបတ်ទាំងអស់គ្នាជាស្ដាយយើងនឹងឲ្យថាការរស់នៅសប្តាហ៍ថ្ងៃគ្មានអ្នកណាគេម្នាក់ចង់ឈឺឬមានជំងឺនោះទេក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះមានជំងឺជាច្រើនប្រភេទដែលអាចបណ្ដាលឲ្យយើងស្លាប់ឬឈឺធ្ងន់ធ្ងរបានដែរហើយក្នុងនោះជំងឺមិនឆ្លងក៏ជាជំងឺមួយប្រភេទដែលអាចបណ្ដាលឲ្យយើងស្លាប់ឬឈឺដោយមិនដឹងខ្លួនដូចនេះជំងឺមិនឆ្លងគឺជាជំងឺដែលមិនអាចផ្ទេរមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានដោយផ្ទាល់ទេជាការពិតណាស់យើងគួរតែដឹងអំពីប្រភេទជំងឺមិនឆ្លងដែលជំងឺនេះជាប្រភេទកាចសាហាវហើយប្រភេទជំងឺនេះគឺជាប្រភេទជំងឺលាក់មុខដែលអាចសម្លាប់មនុស្សបានហើយប្រភេទជំងឺមួយនេះមានជាច្រើនប្រភេទដូចជាជំងឺមហារីកជំងឺលើសឈាមជំងឺទឹកនោមផ្អែមនិងជំងឺទឹកនោមប្រៃជាដើមដំណោះស្រាយវិញគឺត្រូវរក្សាអនាម័យផ្ទាល់ខ្លួននិងការការពារឬការការពាររបបអាហារបរិភោគរាល់ថ្ងៃនិងបង្ការជំងឺផ្សេង